ជំរាបសួរពុកម៉ែបងប្អូនអរគ្នាចឹងថ្ងៃនេះដែរយើងមាន vlog ថ្មីមួយទៀតហើយដែលនៅសាលាបឋមសិក្សាផ្អើលចឹងគ្រូឲ្យយើងមកដើររើសម្រាមរើអីនៅចិត្តហ្នឹងបឋានប៉ុន្តែមុនចូលឥឡូវយើងទៅរកអីញ៉ាំបាយសិនចង់និយាយថាឥឡូវយើងមកដល់កន្លែងបាយហើយយើងក៏បានកំងបាយគាត់មួយទុកហូបពេលហ្នឹងក៏មានបងអ្នកហ៊ានជាមួយក៏បានសួរគាត់ថាបងមិនដែរបាយឆ្ងាញ់អត់បងអីចឹងទៅឥឡូវយើងបានញ៉ាំបាយហើយយើងដើរមកកន្លែងចាំគ្នាវិញយើងឃើញថាមានសិស្សមកច្រើនមែនតើមុននឹងមានតែប្រហែលម៉ូតូទេតែឥឡូវមកពេញហ្នឹងហើយយើងក៏អង្គុយលេងមើលគេមើលឯងថតចុះថតឡើងអីចឹងទៅចាំគ្រូមកសិនហើយបានយើងដើរទៅឥឡូវគ្រូមកជុំអីហើយយើងធ្វើការដើរតាមគាត់ដើរថតគេថតឯងយើងដើរឆ្លងទៅម្ខាងទៀតដូចជាសម្អាតបរិស្ថានគ្រូប្រើឲ្យធ្វើអញ្ចឹងយើងមើលថាសិស្សអន្សាយើងច្រើនមែនតើបាទគ្រូយកតែ2ថ្នាក់ទេគឺថ្នាក់ទី11និងថ្នាក់ទី10ឥឡូវយើងដើរមកដល់ម្ខាងទៀតហើយយើងក៏នាំគ្នារើសសម្រាមបាទនេះគឺថងដាក់សម្រាមយើងជាប់បានច្រើនដែរមានអារម្មណ៍ថាដើរអញ្ចឹងទៅសុបាយមួយយ៉ាងដែរតាយើងបានសម្អាតបរិស្ថានហើយបានសុបាយទៀតឥឡូវយើងថតបាយមកក្រោយយើងឃើញថាមានអ្នកជួយរើសច្រើនមែនតែនបាទនេះសម្រាមបោច្រើនមែនតែនបាទរើសមួយថ្ងៃហើយហត់ចង់ឡាប់តាចង់និយាយថាយើងមកជួយសម្អាតបរិស្ថានអីចឹងទៅជុំគ្នាយើងឃើញថាមិត្តភ័ក្ដិយើងខំជួយគ្នារើសស្វិតស្វាញខ្លាំងណាស់បាទបែកញើសហត់បាទជួយខ្លាំងមែនតែនហើយមានអ្នកខ្លះក៏ឈប់សម្រាកអង្គុយផ្លែតហើយក៏ដើរបន្តទៅទៀតយើងដើរទៅតាមគ្រូនោះឃើញមនុស្សនៅខាងមុខនឹងអត់បាទយើងដើរដល់ធម្មមនុស្សនឹងហើយយើងចាំគ្នានៅកន្លែងនឹងសិនបាទឥឡូវយើងដើរទៅមុនបដាបាទឃើញគេនៅក្រោយបាទមិត្តភ័ក្ដិខ្ញុំរត់មកថាចាំផងបាទណាអូអាសិតអ្នកជួយសង្គមបាទល្អខ្លាំងមែនតើបាទមិត្តភ័ក្ដិខ្ញុំបាទណាបេផងថងផងឥឡូវយើងបន្តដំណើរទៅមុខទៀតដើម្បីទៅជុំគ្នានៅខាងមុខបាទយើងឃើញថាផ្កានេះរីកមកស្អាតខ្លាំងមែនតែនបាទដូចជាផ្កាពណ៌កញ្ឈុកនេះចឹងបាទអូស្អាតខ្លាំងមែនតែនបាទviewស្អាតហើយយើងជួយសង្គមទៀតមានអារម្មណ៍ថាស្រស់ស្រាយចិត្តហ្មងឥឡូវនេះយើងដើរមកដល់កន្លែងជុំគ្នាហើយបាទយើងដើរថតគេពេញហ្នឹងបាទឃើញថាដៃម្នាក់សិតតែសម្រាមបាទជួយរើគ្នាពេញហ្នឹងបាទនេះសិតបងទី11ហើយនេះក្រុមខ្ញុំទី10បាទឃើញគាត់រើហត់ផឹកទឹកអីផងបាទហើយនេះបាទគឺមេខ្ញុំបាទក្រុមប្រឹក្សាយុវជនបាទដឹងគាត់បានសាក់មកអំណាមណៃនេះយកពាក់លេងនិយាយមួយក្រុមគាត់អូខេឥឡូវយើងធ្វើការឆ្លងខ្នល់យើងទៅរើសមួយខាងទៀតហើយយើងបកទៅសាលារៀនរបស់យើងវិញឥឡូវនេះយើងដើរបន្តដំណើរទៅរើសទៀតបាទយើងឃើញគេមានលក់ត្នោតទឹកត្នោតអីចិត្តនឹងបាទសិតតផលិតផលខ្មែរអញ្ចឹងបើបងដើរកាត់ម្ដុំហ្នឹងឬក៏ជីកាត់ម្ដុំហ្នឹងអីជួយទិញម្នាក់មួយផងទៅបាទសិតតផលិតផលខ្មែរយើងទេចឹងឥឡូវយើងបន្តដំណើរទៅរើបន្តទៀតឥឡូវយើងឃើញមិត្តភ័ក្ដិយើងដើររើបាទនេះសិតអ្នកជួយរើនេះមុខកាមេរ៉ាចូលទាំងអស់នេះយើងឃើញសិតផោស្អាតស្អាតបាទចង់និយាយថាកម្របានថតមួយគ្នាណាបងអើយតើយូរធំតិចទៅគឺយើងទៅពេញឡើងមានឱកាសជួបជុំគ្នាហើយអញ្ចឹងចេះរីករាយទៅចឹងយើងអត់មានអីនិយាយច្រើនទេយើងមើលទៅបាទម្នាក់សិតថងសិតសម្រាមបាទយើងរើបន្តទៀតដើម្បីឲ្យស្អាតអស់ហើយឆាប់ទៅយកម៉ូតូជិះមកផ្ទះវិញចឹងបន្ទាប់មកយើងក៏បានដើរបដើនិយាយគ្នាបដើពីនេះពីនោះសប្បាយលេងសើចមួយគ្នាពេញនឹងបាទកម្រណាស់បាទបានដើរលេងសប្បាយហើយសម្រាប់យ៉ាងលក្ខណៈថាដូចទស្សនកិច្ចចឹងប៉ុន្តែគ្រាន់តែយើងជួយបរិស្ថានចឹងទៅបាទឥឡូវនេះយើងដើរមកចិត្តដល់សាលាបឋមសិក្សាផ្អើលយើងវិញហើយអញ្ចឹងឥឡូវយើងធ្វើការដើរចូលទៅក្នុងសាលាទាំងអស់គ្នាបាទដើរទៅចាំគ្រូមុនបាទហើយនឹងអ្នកនៅក្រោយទៀតដែលគេដើរមកតាមក្រោយឥឡូវនេះយើងដើរមកដល់សាលាហើយយើងមើលអ្នកនៅចិត្តនឹងក្មេងៗមកមើលព្រាតថាបងនេះថតអីគេបាទចឹងយើងមកដល់ហើយយើងអត់តន់ទៅផ្ទះភ្លាមទេ
chẳngមុននឹងខ្ញុំបាននិយាយថាយើងអត់ទាន់ទៅផ្ទះភ្លាមទេមូលហេតុអ្វីគឺយើងចាំគ្រូនឹងគ្នាយើងមកអស់សិនដើម្បីស្រង់អវត្តមានបាទយើងអង្គុយលេងសិនទៅឥឡូវនេះបាទយើងឃើញថាគ្នាយើងមកច្រើនមែនតើបាទអញ្ចឹងក៏ចិត្តបានទៅផ្ទះដែរយើងចាំមេប្រធានថ្នាក់យើងមកសិនដើម្បីស្រង់អវត្តមានបាទឥឡូវនេះយើងឃើញថាប្រធានថ្នាក់ក៏ដូចជាអនុប្រធានមកដល់ហើយបាទខ្ញុំក៏បានសួរគាត់ថាមិនដែរហត់អត់ទៅថាហត់បាទឥឡូវនេះក្រុមខ្ញុំស្រង់អវត្តមានហើយយើងមើលថ្នាក់គេអីផ្សេងបាទអង្គុយស្រង់អវត្តមានបាទចង់និយាយថាកន្លែងនេះដឹងក្រុមថ្នាក់ខ្ញុំវាកើតស្អីទេទៅចាក់បាសបាទចង់និយាយថាស្នាមឲ្យគ្រូអត់ជេរបាទលឹងលន់ពេញហ្នឹងតន់ចូលឆ្នាំទេប៉ុន្តែទៅបដាហើយបាទស្នាមខ្ញុំបាទសំណាចឹងឥឡូវហ្នឹងយើងក៏ដល់ពេលទៅផ្ទះវិញដែរគេចេញទៅអស់ហើយចឹងក៏សូមអរគុណដែរដែលបានមើលវីដេអូនេះតាំងពីដើមដល់ចប់ចឹងបើមានកំហុសឆ្គងឬក៏និយាយកន្លែងណាអសមរម្យឬក៏ទង្វើអសមរម្យអីសូមអធិស្ឋានទុកជាមុនផងបាទអរគុណក៏ដូចជាសូមជម្រាបលាបាយបាយ